ចឹងយើងរៀនលំហាត់ខគឺជាប្រភេទ limit x ខិតបូកអណន្តនៃកសោប៉ុណ្ណេះដកជាមួយនឹង 3x ដែលលំហាត់ហ្នឹងមានរៀងបូកអណន្តដកអណន្តអញ្ចឹងការងាររបស់ limit រៀងបូកអណន្តដកអណន្តគឺយើងគុណជាមួយនឹងកសោឆ្លាស់អញ្ចឹងកសោឆ្លាស់គឺយើងគ្រាន់តែសរសេរតួនឹងអ្វីបន្ទាប់មកឆ្លាស់សញ្ញាអញ្ចឹងកន្លែងសញ្ញាកន្លែងនេះគឺឆ្លាស់សញ្ញាតដាក់បូកណាអញ្ចឹងតួនេះតួដែលយើងថែមបើយើងថែមយើងត្រូវតែថយគឺយើងសរសេរប៉ុណ្ណឹងមកដដែលតែយើងសរសេរនៅពីបែងអញ្ចឹងឥឡូវគឺយើងឆ្លាស់ដើម្បីឲ្យវាចូលមុនឲ្យរឹសហើយនឹងការ៉េនោះសម្រួលគ្នាដែរអញ្ចឹងនេះវាចូល a ដក b ក៏តែ a បូក b វាបាន a ការ៉េដក b ការ៉េអញ្ចឹងតួ a យើងមកដុំមកប៉ុណ្ណេះអញ្ចឹងយើងត្រូវសរសេរមកដុំមកប៉ុណ្ណឹងលើជាការ៉េដកជាមួយនឹងតួ b ប៉ុណ្ណេះអញ្ចឹងដក b គឺ 3x លើជាការ៉េអញ្ចឹងបន្តមកទៀតកន្លែងការ៉េហើយនឹងលឹះនេះវាដែរចេះអញ្ចឹងតួនៅក្រោមការ៉េ 9x ការ៉េបូក 2x នេះចេញមកបានអញ្ចឹងសញ្ញាដកយើងដាក់មកវិញ3ការ៉េវាបាន9ហើយ x នឹងការ៉េហើយនឹងខាងក្រោមយើងត្រូវចាប់លើការ៉េខ្ពស់ចា៎នៅក្រោមរឿងនេះជាផលគុណកតាអញ្ចឹងយើងចាប់ x ការ៉េជាកតាទៅមកអញ្ចឹងវានៅសល់9បូកជាមួយនឹង2លើ x ហើយបូកខាងក្រោយនេះយើងសេទៅវិញបន្តមកទៀតយើងចាប់ដើមសម្រួល 9x ការ៉េដក 9x ការ៉េនេះវាដាច់ចេញអញ្ចឹងតួនេះនៅសល់តែ 2x ចេញអញ្ចឹងពេលដែលយើងចាប់ខាងភាគបាយនេះពេលដែលវាបញ្ចេញវាចូលតម្លៃតែខាត់ x អញ្ចឹងវាបានចម្លើយបូក x ករណីខិតចិត្តបូកអណន្តបាត់នេះប៉ុន្តែបើសិនជាវាខិតចិត្តដកអណន្តវាចេញចម្លើយបានដក x អញ្ចឹងចម្លើយនេះចេញមកបាន x អញ្ចឹងនៅសល់ឬ9បូក2លើ x ហើយបូកនឹង 3x បន្តមកទៀតវាខ្លាយទៅជា limit រៀងអណន្តលើអណន្តអញ្ចឹងយើងត្រូវចាប់លើកន្លែងខ្ពស់នៅភាគយកនិងលើកន្លែងខ្ពស់នៅភាគបាយជាផលគុណកតាអញ្ចឹងខាងលើវាមាន x ហើយយើងអត់មានចាប់ទេខាងក្រោមយើងត្រូវចាប់តួ x អញ្ចឹងបើចាប់ x ចេញក្រៅមកកន្លែងនេះវានៅសល់ប៉ុណ្ណេះហើយបូកកន្លែងនេះនៅសល់តែ3ទេ x ចេញក្រៅបានទេបន្តមកទៀតតួ x ហ្នឹងត្រូវបានសម្រួលគ្នាដែរទេរៀងអនន្តលើអនន្តសម្រួលអនន្តដែរទេអញ្ចឹងនៅសល់លើគេយកគឺ2ខាងក្រោមគឺឬ9នេះបូកជាមួយនឹង2លើ x ហើយបូក3បន្តមកយើងសម្រួលហើយគឺយើងឲ្យវគ្គជួសលេខអញ្ចឹងជួសមកជួសធម្មតាមក2ឬកន្លែងលេខនេះលេខលើអនន្តនេះក៏ចាក់2លើអនន្តគឺ0យើងគឺ0ទៅយើងមិនដាក់ក៏បានដែរហ្នឹងតែមកបូក3ទៅអញ្ចឹងយើងបាន2ឥឡូវនេះសល់រឿង9ហើយបូក3ហើយរឿង9ចេញមកបាន3ចឹងបាន2លើ3បូក3វាបាន2លើ6សម្រួលមកបាន1លើ3គុណ